គណៈបកកម្លាំងជាតិប្រកាសប្រារព្ធពិធីសម្មាជវិសាមញ្ញនៅថ្ងៃទី6ខែមេសាឆ្នាំ2025ខាងមុខនេះនៅទីស្នាក់ការគណៈបកខេត្តស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបដែលមានសមាជិកចូលរួមប្រមាណជា500នាក់គណៈបកកម្លាំងជាតិនៅថ្ងៃទី26ខែមីនាឆ្នាំ2025នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការប្រារព្ធពិធីសម្មាជវិសាមញ្ញរបស់ខ្លួនបន្ទាប់ពីគណៈបកបានជូនដំណឹងដល់ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារម្សិលមិញគណៈបកកម្លាំងជាតិបានដាក់លិខិតមួយច្បាប់ចុះថ្ងៃទី25ខែមីនាឆ្នាំ2025ដោយក្រសួងមហាផ្ទៃស្តីពីការជូនដំណឹងអំពីការប្រារព្ធពិធីសម្មាជវិសាមញ្ញរបស់ខ្លួនដែលគ្រោងនឹងប្រមូលអ្នកគាំទ្រចូលរួមប្រមាណជា500នាក់ស្ថិតនៅទីស្នាក់ការរបស់ខ្លួនក្នុងខេត្តសៀមរាបយ៉ាងណាក៏ដោយគណៈបកកម្លាំងជាតិមិនទាន់បញ្ជាក់ពីគោលបំណងពិតប្រាកដនៃការប្រារព្ធពិធីសម្មាជវិសាមញ្ញរបស់ខ្លួនដែលគ្រោងនឹងធ្វើនៅដើមខែក្រោយនេះនៅឡើយទេទាំងក្នុងលិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃនិងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃនេះចាប់តាំងពីត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការមកគណៈបកកម្លាំងជាតិបានប្រារព្ធពិធីសម្មាជលើកដំបូងរបស់ខ្លួននៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ2023ដើម្បីជ្រើសរើសក្បាលម៉ាស៊ីននិងលក្ខខណ្ឌផ្សេងៗរបស់គណៈបកដូចជាជ្រើសរើសប្រធានអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការវិន័យព្រមទាំងគណៈកម្មាធិការនយោបាយជាដើមរហូតមកទល់ពាក់កណ្ដាលខែកញ្ញាឆ្នាំ2024គណៈបកនេះបានប្រកាសប្រារព្ធពិធីសម្មាជវិសាមញ្ញតែម្ដងទៀតដើម្បីជ្រើសរើសប្រធានបកថ្មីបន្ទាប់ពីមេដឹកនាំបកនេះគឺលោកស៊ុនចន្ទធីត្រូវបានឃុំខ្លួននិងផ្ដន្ទាទោសដាក់ពន្ធនាគារ2ឆ្នាំពីបទញុះញង់រួមទាំងដកសិទ្ធិធ្វើនយោបាយអស់មួយជីវិតកាលពីដើមខែឧសភាឆ្នាំ2024កន្លងទៅគណៈបកកម្លាំងជាតិត្រូវបានបង្កើតឡើងកាលពីថ្ងៃទី12ខែតុលាឆ្នាំ2023បន្ទាប់ពីប្រធានបកនេះបានដាក់ពាក្យស្នើសុំបង្កើតគណៈបកនយោបាយទៅក្រសួងមហាផ្ទៃកាលពីខែមិថុនាឆ្នាំ2023កន្លងទៅ